នេះគឺជាទីជម្រកដែលអាចទប់ទល់នឹងការរញ្ជួយដីកម្រិតធ្ងន់បានគាត់បានពឹងផ្អែកលើផ្ទាំងថ្មបុរាណទម្ងន់រាប់ម៉ឺនតោនដើម្បីសាងសង់នៅក្នុងរូងដ៏ធំមួយនៅខាងក្នុងមិនត្រឹមតែមានគ្រឿងសង្ហារឹមពេញលេញប៉ុណ្ណោះទេនៅខាងក្រៅថែមទាំងបានកាប់ឆ្ការដីទំនេរសម្រាប់ដាំបន្លែទៀតផងពេលឃ្លានគាត់ធ្វើអន្ទាក់ដោយខ្លួនឯងដើម្បីចាប់ត្រីនិងបង្គាព្រមទាំងសាងសង់សម្បុកឃ្មុំដើម្បីយកទឹកឃ្មុំធានាបាននៅការផ្គត់ផ្គង់អាហារឥតឈប់ឈរសមត្ថភាពក្នុងការធ្វើដោយផ្ទាល់ដៃគឺពិតជាអស្ចារ្យមែនទែនហាន់រ៉ាដែលចាត់ទុកគ្រប់ទីកន្លែងជាផ្ទះតែងតែធ្វើដំណើរជានិច្ចដើម្បីស្វែងរកទីតាំងសមស្របនៅក្នុងព្រៃគាត់តែងតែបដូរទីកន្លែងពីមួយទៅមួយថ្ងៃនេះខណៈពេលកំពុងបរបាញ់ក្នុងព្រៃគាត់បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងខុសធម្មតាសំណាងល្អនៅមិនឆ្ងាយប៉ុន្មានមានផ្ទាំងថ្មដ៏ធំមួយបន្ទាប់ពីហ៊ានរ៉ាចូលទៅជ្រកខាងក្នុងទើបដឹងថាលំខាងក្រោមមានទំហំធំទូលាយណាស់បើសិនជាមានការកែច្នៃបន្ថែមបន្តិចបន្តួចនោះវានឹងក្លាយជាទីតាំងដ៏ល្អមួយដូច្នេះរងចាំរហូតដល់ភ្លៀងរាំងគាត់បានកាត់ស្មៅនៅជុំវិញនោះចោលផ្ទាល់តែម្ដងសម្អាតចេញនៅដីទំនេរមួយកន្លែងធ្វើឲ្យផ្ទាំងថ្មនេះមើលទៅស្អាតជាងមុនច្រើនបន្ទាប់មកចាប់ផ្ដើមពីផ្នែកខាងក្នុងម្ដងទៀតពង្រីកដីនៅលើកម្រាលបង្កើនផ្ទៃក្រឡាសម្រាប់ស្នាក់នៅរបស់ខ្លួនថ្មខ្លះដែលបានពីការជីកត្រូវបានគាត់យកមករៀបត្រួតលើគ្នាយ៉ាងមានសណ្ដាប់ធ្នាប់នៅពេលក្រោយពួកវានឹងមានប្រយោជន៍ច្រើនបន្ទាប់ពីបញ្ចប់កិច្ចការនេះហាន់រ៉ារៀបចំរកដីឥដ្ឋដើម្បីធ្វើជញ្ជាំងប៉ុន្តែបច្ចុប្បន្ននៅខ្វះធុងសម្រាប់ដឹកជញ្ជូនហេតុនេះគាត់បានទៅកាត់វលិចជាច្រើននៅក្បែរនោះបន្ទាប់ពីចិត្តសម្បកចេញដោយសាមញ្ញគាត់បានត្បាញវាបញ្ចូលគ្នាចុះឡើងដោយផ្ទាល់បន្ទាប់ពីធ្វើបែបនេះចុះឡើងរាប់មិនអស់ទទួលបានកន្ត្រកវលដ៏រឹងមាំមួយតែអាចដាក់អីវ៉ាន់បានច្រើនមែនទែនប៉ុន្តែបើចង់ងាយស្រួលដឹកជញ្ជូនជាងនេះធម្មជាតិត្រូវតែបំពាក់ខ្សែស្ពីស្មើទាំងសងខាងពេលនេះការដឹកជញ្ជូនលឿនជាងមុនរាប់ដងលាយជាមួយទឹកហើយកូរឲ្យសព្វនោះនឹងទទួលបានសារធាតុស្អិតដ៏ល្អបំផុតនៅក្នុងព្រៃគ្រាន់តែរៀបដីយ៉ាត់មួយស្រទាប់ធ្មមួយស្រទាប់បែបនេះមិនយូរប៉ុន្មានជញ្ជាំងខាងក្នុងទាំងមូលចាប់ផ្ដើមលេចជារូបរាងដើម្បីការពារកុំឲ្យដីនិងសាច់របេះធ្លាក់ក្រោយពេលស្ងួតហាន់រ៉ាក៏បានបុកមួយស្រទាប់លើផ្ទៃខាងក្រៅផងដែរបាយអស់ជាមួយនឹងស្នាដៃនេះមើលទៅដឹងតែធំដឹងក្តីដោយសារការលេងដីកាលពីក្មេងហើយឃើញគាត់សាងសង់ផ្ទះថ្មីនៅក្នុងព្រៃយ៉ាងនឿយហត់បែបនេះសុខចិត្តជួលផ្ទះដោយផ្ទាល់ប្រហែលជាចំណេញជាងប្រសិនបើអ្នកទាំងអស់គ្នាចង់ជួលផ្ទះបន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំសូមណែនាំ58ខំដែលអ្នកអាចជួលដោយផ្ទាល់ពីម្ចាស់ផ្ទះមិនមានថ្លៃសេវាជើងសារទេព្រៃកេងខាងក្រោមក៏ត្រូវបានធ្វើឡើងតាមរបៀបដូចគ្នាដំបូងគាត់ក្រាលដីខ្មៅមួយស្រទាប់ពីលើសម្រាប់ធ្វើជាពុះបន្ទាប់មកក៏ទៅក្បែរមាត់អូរម្ដងទៀតដើម្បីរកផ្ទាំងថ្មរៀបស្មើមកធ្វើជាក្តារគ្រែដោយពិចារណាលើបញ្ហាផ្ទុកទម្ងន់របស់កន្ត្រកវិលគាត់មិនបានស្ពីច្រើនទេក្នុងមួយដងប៉ុន្តែដោយសារការរត់ចុះឡើងជាច្រើនដងរបស់គាត់ទីបំផុតគាត់ប្រមូលបានវត្ថុធាតុដើមគ្រប់គ្រាន់ដែលអាចឲ្យគាត់ក្រាលពេញផ្ទៃគ្រែថ្មទាំងមូលជាចុងក្រោយបន្ទាប់ពីហ៊ានរ៉ាជូតសម្អាតវាមួយសាផ្ទៃគ្រែទាំងមូលអាចមើលឃើញយ៉ាងច្បាស់ស្នាដៃសម្រេចនេះគឺមិនចាញ់សន្តាគារផ្កាយមួយប៉ុន្មានទេបន្ទាប់មកគាត់ក៏មកកាប់គល់ឈើងប់យ៉ាងរហ័សគាត់បានប្រើប្រដាប់ដោះដើម្បីឃុំយកសាច់ឈើខាងក្នុងចេញគ្រាន់តែលាបដីឥដ្ឋមួយស្រទាប់នៅខាងក្នុងរងចាំរហូតដល់វាស្ងួតនោះវានឹងក្លាយជាល្អិតដ៏ល្អឥតខ្ចោះធ្វើការយ៉ាងនឿយហត់ពេញមួយថ្ងៃធ្វើឲ្យហាន់រ៉ាឃ្លាននឹងស្រេកទឹករហូតទ្រាំលែងបានពេលគាត់កំពុងដើរលេងក្នុងព្រៃគាត់មានសំណាងបានប្រទះឃើញទំពាំងជាច្រើនប៉ុន្តែការហូបតែទំពាំងសុទ្ធគឺមិនកើតទេគាត់ក៏ត្រូវការសាច់ដើម្បីបន្ថែមធម៌ពលដែរដូច្នេះបន្ទះឫស្សីដែលត្រូវបានចិតចេញទាំងនេះត្រូវបានយកមកធ្វើជាមាត់លុបសម្រាប់ចាប់ត្រីយ៉ាងសមស្របចំពោះនៅវិញគាត់បានជ្រើសរើសយកចន្លេងនៅក្បែរមាត់អូរបន្ទាប់មកបោះវាចូលទៅក្នុងអូរដោយភាពជឿជាក់គាត់ទើបតែបញ្ចប់កិច្ចការមួយនេះរួចរាល់មេឃក៏ស្រាប់តែចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងម្ដងទៀតសំណាងល្អដែលពេលនេះហ៊ានរ៉ាមានកន្លែងសម្រាប់ជោគភ្លៀងហើយគាត់ក៏ឆ្លៀតត្រង់ទឹកភ្លៀងមួយឆ្នាំងពីធម្មជាតិដែលអាចជួយសន្សំពេលវេលាទៅដងទឹកដោយផ្ទាល់គាត់បានបង្កាត់ភ្លើងយ៉ាងរហ័សហើយយកទំពាំងដែលជីកបានមកដាក់ស្ងោរពីលើគ្រាន់តែរងចាំរយៈពេល5នាទីប៉ុណ្ណោះគាត់នឹងទទួលបានស៊ុបស្ងោរទំពាំងទឹកថ្លាមួយចានទោះបីជាអាហារមួយពេលនេះមិនសូវជាឆ្ងាញ់ពិសាខ្លាំងប៉ុន្តែយ៉ាងហោចណាស់វាក៏អាចជួយបំពេញក្រពះរបស់គាត់បានថ្ងៃបន្ទាប់គាត់បានគូសចំណាំទីតាំងគ្រឹះនៅមាត់ទ្វារបន្ទាប់មកក៏បន្តប្រើប្រាស់ដីយ៉ាត់និងផ្ទាំងថ្មដើម្បីរៀបជញ្ជាំងខាងក្រៅឲ្យខ្ពស់បន្តិចម្ដងជាការពិតណាស់ក្នុងពេលកំពុងរៀបនោះក៏ត្រូវទុកចន្លោះសម្រាប់ធ្វើដុតខ្នាតធំផងដែរដើម្បីការពារកុំឲ្យមានការលេចធ្លាយទឹកភ្លៀងដែលអាចបណ្ដាលឲ្យក្នុងរូងមានសភាពត្រជាក់និងសើមទាំងថ្មដែលមានទំហំតូចធំខុសគ្នាធ្វើឲ្យល្បឿននៃការរៀបរបស់គាត់ថយចុះយ៉ាងខ្លាំងប៉ុន្តែគាត់ចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះក៏អាចសាងសង់ជញ្ជាំងខាងក្រៅផ្ទះរួចរាល់ព្រមទាំងឆ្លៀតធ្វើបំពង់ផ្សែងនៅក្បែរនោះផងដែរពេលនេះរូបរាងបឋមនៃទីជម្រកនេះត្រូវបានចាត់ទុកថាបានបញ្ចប់រូបរាងខាងក្រៅមើលទៅមានសុវត្ថិភាពខ្លាំងណាស់ហើយប្រព័ន្ធបញ្ចេញផ្សែងក៏ដំណើរការបានល្អផងដែរបន្ទាប់ពីកោតសរសើរស្នាដៃរយៈពេល2ថ្ងៃកន្លះរបស់ខ្លួនរួចគាត់ក៏ទៅក្បែរមាត់អូរភ្លាមដើម្បីពិនិត្យមើលលទ្ធផលនៅក្នុងលុបមិនត្រឹមតែមានអន្ទង់ចូលពេញនោះទេថែមទាំងមានក្តាមទន្លេមួយចំនួនទៀតផងអាហារដែលទទួលបានលើកទី1នេះត្រូវបានគាត់យកទៅធ្វើឲ្យស្អាតនៅមាត់អូរជាមុនសិនបន្ទាប់មកយកដំបងឈើមកដោតចង្កាក់យកទៅដាក់អាំងផ្ទាល់នៅក្នុងល្ដុតធ្វើបែបនេះមិនយូរប៉ុន្មាននឹងបានញ៉ាំអន្ទង់អាំងដ៏ឈ្ងុយឆ្ងាញ់នៅផ្នែកខាងលើនៃល្ដុតក៏អាចដាំទឹកផឹកដោះស្រាយការស្រេកទឹកបានដោយផ្ទាល់អាហារដ៏មានអាជីរសមួយពេលនេះគ្រាន់តែឃើញក៏គួរឲ្យចង់ស្រក់ទឹកមាត់ដែរពេលថ្ងៃថ្មីចូលមកដល់ហាន់រ៉ាបានទៅមាត់អូរម្ដងទៀតដើម្បីរកបន្ទះថ្មរួចស្ពីវារត់តម្រង់មកកាន់ទីជម្រកគាត់សម្រេចចិត្តយកទាំងថ្មទាំងនេះមកធ្វើជាកម្រាលធ្វើបែបនេះពេលជន់ដើរនឹងមិនប្រឡាក់ដេកសាច់ពេញជើងដើម្បីសោភ័ណភាពរបស់ផ្ទះនៅទីធ្លាខាងក្រៅគាត់ថែមទាំងបានធ្វើបាំងការពារព្រមទាំងបានរៀបចំជណ្ដើរពីថ្មពុងក្រពើធ្វើឲ្យផាសុកភាពនៃការរស់នៅរបស់គាត់កើនឡើងមួយកម្រិតធំឆ្លៀតពេលដែលកម្លាំងនៅពេញបរិបូរណ៍គាត់ក៏បានទៅប្រមូលគ្រូខ្សាច់ជាច្រើនពីមាត់អូរកិច្ចការនេះចំពោះកូនក្មេងគឺមើលទៅក្មេងខ្ចីពេកប៉ុន្តែសម្រាប់ហាន់រ៉ាវិញគឺស័ក្តិសមបំផុតបន្ទាប់ពីគាត់ប្រមូលបានមួយកន្ត្រកស្ពីយកវាទាំងអស់ទៅចាក់រីនៅក្បែរទីធ្លាគ្រាន់តែត្រូវការចាក់ពង្រែផ្លូវតូចសម្រាប់ដើរចូលផ្ទះត្រូវបានបែងចែកយ៉ាងស្អាតទៅថ្ងៃមុខគាត់នឹងដាំការនៅ
នឹងស្មើនៅសងខាងដល់ពេលនោះទេឃ្លានឹងប្រែក្លាយជាស្រស់ស្អាតឥតខ្ចោះជំហានបន្ទាប់គឺធ្វើទ្វារនិងបង្អួចឲ្យបានល្អហានរ៉ាប្រើវិធីសាស្ត្រខុសប្លែកពីគេគាត់បានរកឃើញដើមឈើធំមួយដើមដែលងប់បន្ទាប់ពីពុះវាជាពីរគាត់ប្រើធ្យូងដើម្បីគូសប្លង់បន្ទាប់មកប្រើណាដៃអាល់វាបន្តិចម្ដងដើម្បីធ្វើជាឈើជ្រុងការងារនេះចំណាយពេលមិនមែនតិចតួចទេហានរ៉ាតែងតែហត់នឿយរហូតដល់បែកញើសជោគខ្លួនបន្ទាប់ពីទទួលបានឈើជ្រុងហើយគាត់អាចអាល់វាជាបន្ទះក្តារបានយ៉ាងងាយស្រួលឈើជ្រុងមួយដើមអាចអាបានក្តារ4បន្ទះគ្រាន់តែដោះចោះរុននៅលើក្តារឈើបន្ទាប់មកដំឡើងវាបញ្ចូលគ្នាគឺទទួលបានស៊ុមទ្វារដ៏រឹងមាំមួយបច្ចេកទេសរបស់គាត់គឺពិតជាល្អណាស់មិនថាទំហំកម្ពស់ឬតឹងគឺសុទ្ធតែស័ក្តិសមឥតខ្ចោះបន្ទាប់ពីគាត់ប្រើឈើមូលដំធ្វើជាទ្វារធំរួចរាល់ផ្ទះថ្មីមួយនេះក៏ទទួលបានគ្រឿងបរិក្ខារមួយបន្ថែមទៀតចំណែកឯដៃទ្វារហានរ៉ាថែមទាំងធ្វើវាមានលក្ខណៈប្លែកពីគេទោះបីជាពេលនេះបញ្ហាកន្លែងស្នាក់នៅត្រូវបានដោះស្រាយប៉ុន្តែវិធីសាស្ត្រក្នុងការរកអាហារនៅមានកម្រិតដើម្បីអាចអភិវឌ្ឍទៅមុខបានយូរអង្វែងហានរ៉ាសម្រេចចិត្តថាត្រូវចិញ្ចឹមអ្វីមួយគាត់ប្រញាប់ប្រញាល់យកបន្ទះក្តារមកធ្វើជាធុងចិញ្ចឹមឃ្មុំបន្ទាប់មកទៅកន្លែងសម្បុកឃ្មុំដែលគាត់បានមើលទុកជាមុនគាត់ពិតជាមនុស្សចិត្តសឿងមែនហ៊ានសម្រេចចិត្តយកដៃទេទៅយកសម្បុកឃ្មុំពេលនោះក៏មានជ្រូកព្រៃជាច្រើនមករំមើលដោយសារតែមើលទៅសាច់មិនសូវមានហានរ៉ាក៏សម្រេចចិត្តមិនចាប់អារម្មណ៍ពួកវាបន្ទាប់ពីគាត់យកឃ្មុំព្រៃមកដល់ជំរំវិញគាត់ក៏ព្យួរវាចូលទៅក្នុងធុងយ៉ាងប្រុងប្រយ័ត្នជឿជាក់ថាមិនដល់កន្លះខែទេគាត់នឹងមានទឹកឃ្មុំហូបមិនចេះអស់ពេលនេះដោយសារតែទីធ្លាមិនទាន់សូវស្អាតនៅឡើយដូច្នេះគាត់ក៏យកដីខ្មៅមកចាក់ក្រាបំពេញទីធ្លាមុខទ្វារបន្ទាប់មកទៅជីកយកកូនត្រាវតូចជាច្រើនមកដាំនៅក្នុងចំការបន្លែរបស់ខ្លួនជីជាតិនៃដីនេះគឺល្អជាងដីខ្សាច់ពីមុនឆ្ងាយណាស់ថែមទាំងមានគ្រាប់ពូជស្មៅដែលគាត់រកបានពីណាមិនដឹងត្រូវបានគាត់យកមកបាច់នៅផ្នែកខាងក្រោមទីធ្លាអាកាសធាតុបែបនេះដាំបន្លែនឹងឆាប់បានផលលឿនបន្ទាប់ពីវាដុះពន្លកទីនេះនឹងប្រែជាមានពណ៌បៃតងស្រស់បំព្រងមួយពកភ្នែកសោះពេលវេលាបានកន្លងផុតទៅមួយសប្តាហ៍បៃតងបានបំពេញផ្ទះថ្មីរបស់គាត់ស្ទើរតែទាំងស្រុងចំណែកឯសម្បុកឃ្មុំដែលគាត់បានសាងសង់កាលពីមុនទិន្នផលទឹកឃ្មុំដែលទទួលបានគឺល្អមែនទែននេះជាការពិតដែលតាក់ទងនឹងការថែទាំយ៉ាងយកចិត្តទុកដាក់របស់គាត់ទឹកឃ្មុំដ៏ថ្លាឆ្វេងនេះធ្វើឲ្យហានរ៉ាសរសើរមិនដាច់ពីមាត់តតែម្ដងសល់ពីហូបមិនអស់គាត់អាចយកទៅឆុងទឹកផឹកដើម្បីសុខភាពទៀតផងពេលនេះហានរ៉ាមិនត្រឹមតែមានទីជម្រកថែមទាំងមានចំការបន្លែផ្ទាល់ខ្លួនមានទឹកឃ្មុំនិងក្តាមទន្លេហូបឥតដាច់ជីវិតបែបនេះអ្នកណាឃើញហើយមិនច្រណែននោះកាលពីមុនហានរ៉ាបានសាងសង់ទីជម្រកនៅក្រោមផ្ទាំងថ្មយៈរាប់ម៉ឺនតោនទាក់ទាញមនុស្សរហូតដល់4លានអ្នកចូលទស្សនាប៉ុន្តែដោយសារតែគាត់ខកខានមិនបានត្រឡប់មកវិញយូរបណ្ដាលឲ្យមុខទ្វារត្រូវដុសគ្របដណ្ដប់ដោយស្មៅអាក្រក់ដូច្នេះគាត់ក៏ប្រញាប់ទាញប៉ែដើម្បីសម្អាតស្លឹកឈើជ្រុះនិងវិលឲ្យស្អាតបាតធ្វើឲ្យសត្វល្អិតមានពីនៅទីនោះគ្មានកន្លែងលាក់ខ្លួនទោះបីជាខកខានមិនបានត្រឡប់មកវិញយូរក៏ដោយតែសំណាងល្អដែលបរិខារខាងក្នុងនៅល្អនៅឡើយគ្រាន់តែល្អិតមានសភាពចាស់និងខូចខាតបន្តិចបន្តួចធ្វើឲ្យហានរ៉ាត្រូវចំណាយពេលផ្លាស់ប្ដូរវាចេញបន្ទាប់ពីបញ្ចប់រួចមើលទៅរឹងមាំជាងមុនច្រើនម្យ៉ាងទៀតការចម្អិនអាហារប្រចាំថ្ងៃក៏ងាយស្រួលខ្លាំងណាស់ជំហានបន្ទាប់គឺរៀបចំចំការបន្លែនៅមុខទ្វារឲ្យបានល្អនៅទីនេះហានរ៉ាប្រើវិធីសាស្ត្រខុសពីមុនដំបូងគាត់ខ្ចប់គ្រាប់ពូជនៅក្នុងកន្សែងចូលលក់ទឹកឲ្យសើមរួចយកទៅទុកក្នុងធុងចិញ្ចឹមឃ្មុំចាស់ដើម្បីបណ្ដុះធ្វើបែបនេះមិនយូរប៉ុន្មានវានឹងដុះពន្លកដោយជោគជ័យក្នុងអំឡុងពេលរងចាំហានរ៉ាសម្រេចចិត្តធ្វើអ្វីមួយគេឃើញគាត់រកដើមឈើងាប់មួយចំនួនបន្ទាប់ពីចិត្តសម្បកនិងថ្នាំងចេញយ៉ាងសាមញ្ញប្រើញូបន្លាដើម្បីចោះរុននៅលើវាចំណែកដំបងឈើផ្សេងទៀតត្រូវបានចិតធ្វើជាក្បាលដំណគ្រាន់តែភ្ជាប់វាចូលគ្នាឲ្យបានត្រឹមត្រូវវានឹងក្លាយជាជណ្ដើរសម្រាប់ឡើងភ្លាមប៉ុន្តែជណ្ដើរនេះមិនមែនសម្រាប់ឡើងនោះទេតែសម្រាប់យកមកធ្វើជាធ្នើរដាក់អីវ៉ាន់ដាក់នៅជ្រុងបន្ទប់ថែមទាំងមិនស៊ីទំហំផ្ទៃខាងក្នុងទៀតផងពេលនេះឆ្នាំងនិងចានក្បានមានកន្លែងសម្រាប់ទុកដាក់ហើយនៅក្នុងព្រៃក្រៅពីមានធនធានឈើដ៏សម្បូរបែបផ្លែឈើព្រៃដែលដុះតាមធម្មជាតិក៏មានបន្តិចដែរទាំងនេះសុទ្ធតែជាវីតាមីនដ៏ល្អបំផុតពីធម្មជាតិយកមកធ្វើជាសាឡាដមានរសជាតិឆ្ងាញ់ណាស់ម្យ៉ាងទៀតផេះឈើដែលសល់ពីការដុតក្នុងថែមទាំងអាចយកទៅបាច់ក្នុងចំការបន្លែធ្វើជាជីបានទៀតផងយូទ័រមួយសប្តាហ៍ក្រោយមកបន្លែនៅក្នុងចំការលូតលាស់បានយ៉ាងល្អនេះជាការពិតដែលតាក់ទងនឹងការថែទាំយ៉ាងយកចិត្តទុកដាក់របស់គាត់ហេតុនេះគាត់ត្រូវឆ្លៀតពេលធ្វើទ្រឹងសម្រាប់ដើមប៉េងប៉ោះទីជម្រកនេះមើលពីចម្ងាយគឺមានភាពអស្ចារ្យមែនទែនគ្រាន់តែនៅមុខទ្វារទូលាយពេករៀងគួរឲ្យស្ដាយបន្តិចគិតដល់ចំណុចនេះហានរ៉ាក៏ប្រញាប់ទៅជញ្ជូនឈើមូលមកត្រៀមយកមកធ្វើជារានហាលគាត់បានវាស់វែងយ៉ាងត្រឹមត្រូវបន្ទាប់ពីវាស់ទំហំរួចគាត់ប្រើពូថៅកាប់ធ្វើជារន្ធកន្លាក់ដោយផ្ទាល់បន្ទាប់មកដុតបញ្ចូលទៅក្នុងរណ្ដៅធ្វើជាសឈើមួយដើមមានទំហំធំជាងចង្កេះទៅទៀតរកទម្ងន់រាប់ពាន់គីឡូក៏នៅតែសល់កម្លាំងចំណែកឯថ្នាំសម្រាប់ភ្ជាប់ជាមួយដំបូលហានរ៉ាក៏បានកាប់ធ្វើជាកន្លាក់នៅខាងលើដូចគ្នាព្រោះការសាងសង់ស៊ុំបែបនេះប្រើរាប់សិបឆ្នាំក៏មិនងាយរង្គើដែរបន្ទាប់ពីធ្វើស៊ុំគ្រឹះរួចរាល់ហានរ៉ាទើបចាប់ផ្ដើមចាត់ការលើឈើដែលធំជាងនេះគាត់ពិសោធន៍សាងសង់រយៈពេល2ឆ្នាំកន្លះអាចឲ្យគាត់អាចឈើមូលទៅជាឈើជ្រុងបានយ៉ាងងាយស្រួលបន្ទាប់ពីធ្វើរួចដើម្បីការពារការសឹករិចរឹលដោយសារទឹកភ្លៀងគាត់ត្រូវតែយកវាទៅដុតរកផ្ទៃខាងក្រៅឲ្យខ្លោចជាធ្យូងពេលនេះគ្រាន់តែក្រាបបន្ទះឈើធ្វើជាឆ្អឹងរនូតបន្ទាប់មកប្រើដៃគោឈើដុំភ្ជាប់កន្លែងដំណើរឲ្យបានរឹងមាំស៊ុំរៀនហាលនេះចាត់ទុកថាចេញជារូបរាងបណ្ដាហើយចំណែកឯចន្លោះប្រហោងនៃរនូតគាត់បានទុកវាឲ្យនៅតូចចង្អៀតធ្វើបែបនេះវាងាយស្រួលក្នុងការប្រក់ក្បឿងនៅពេលក្រោយបន្ទាប់មកហានរ៉ាក៏ទៅក្បែរមាត់អូដើម្បីប្រមូលថ្មបែកត្រៀមយកមកប្រក់ក្បឿងដំបូលឲ្យទីជម្រកចំពោះធំផ្នែកដែលមិនរៀបស្មើគាត់ត្រូវតែកាត់និងតម្រឹមវាឡើងវិញកិច្ចការមួយនេះចាប់ផ្ដើមហើយគឺឈប់មិនបានទេហើយពេលវេលាដែលចំណាយក៏មិនមែនតិចតួចដែររហូតដល់គាត់រៀបចំបានថ្មរាប់រយដុំរួចរាល់ទើបគាត់ចាប់ផ្ដើមចោះរុនចំកណ្ដាលវាព្រមគ្នាបន្ទាប់មកយកទៅរៀបលើរនូតដែលបានទុកជាមុនរបស់នេះមានភាពរឹងមាំជាងឈើទៅទៀតថែមទាំងមិនចាំបាច់ផ្លាស់ប្ដូរវាជាប្រចាំទៀតផងសូម្បីតែសមត្ថភាពទ្រទម្ងន់ក៏ខ្លាំងអស្ចារ្យដែរជាចុងក្រោយដើម្បីឲ្យរូបរាងខាងក្រៅកាន់តែស្រស់ស្អាតហានរ៉ាថែមទាំងបានដំឡើងរបាំងនៅមាត់ទ្វារទៅថ្ងៃមុខគាត់អាចអង្គុយនៅទីនោះគ្រាន់តែគិតក៏ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយដែរពេលនេះទីជម្រកនេះត្រូវបានចាត់ទុកថាសាងសង់រួចរាល់ចំណែកឯដើមល្វាដែលនៅក្បែរផ្ទះរបស់គាត់ក៏ចាប់ផ្ដើមផ្ដល់ផលជាផ្លែលើកដំបូងសម្លឹងមើលអំណោយពីធម្មជាតិទាំងនេះគាត់ក៏ប្រញាប់ឆុងតែមួយពេញដើម្បីជាការលើកទឹកចិត្តដល់ខ្លួនឯងពេលនេះគាត់អាចសម្រាកយ៉ាងស្រួលនៅទីនេះបានហើយ
ក្នុងពេលដែលអ្នកដទៃត្រូវអត់អាហារ3ថ្ងៃ5 4ពេលបុរសម្នាក់នេះបានចូលទៅក្នុងព្រៃតែម្នាក់ឯងប្រើប្រាស់ទាំងថ្មរាប់ពាន់ដុំសាងសង់ជារូងការពារគ្រាប់បែកក្រោមដីទំហំរាប់សិបម៉ែត្រតការ៉េមួយនៅខាងក្នុងមិនត្រឹមតែមានល្ដិតនិងគ្រែដីពេញលេញប៉ុណ្ណោះទេថែមទាំងមានដំបូលថ្មកម្រាស់50សង់ទីម៉ែត្រទៀតផងទោះបីជាមានគ្រាប់មីស៊ីលមួយគ្រាប់ធ្លាក់មកចំពីលើក៏មិនអាចបង្កជាផលប៉ះពាល់អ្វីសូម្បីបន្តិចឡើយថ្ងៃមួយហានរ៉ាស្រាប់តែមានគំនិតមួយបើសិនជាពិភពលោកផ្ទុះសង្គ្រាមនោះខ្លួនឯងប្រហែលជាគ្មានឱកាសរត់គេចយកជីវិតរស់ទេដូច្នេះគាត់ក៏យកឧបករណ៍ទៅភ្លាមចូលទៅក្នុងព្រៃទឹកភ្លៀងដ៏ជ្រៅតែម្នាក់ឯងសម្រាប់ចិត្តថានឹងសាងសង់ទីជម្រកការពារគ្រាប់បែកនៅទីនេះដីទំនេរនៅចំពោះមុខនេះគឺល្អខ្លាំងណាស់បន្ទាប់ពីគាត់ប្រើដៃដើម្បីវាស់ទំហំរួចរាល់គាត់ក៏ទាញឧបករណ៍ចេញពីកាបូបស្ពាយដោយផ្ទាល់កាយសម្អាតមែកឈើនិងស្លឹកឈើស្ងួតនៅលើដីព្រមទាំងវេលដែលដុសពេញជញ្ជាំងថ្មឲ្យស្អាតបាតធ្វើឲ្យផ្ទៃដីនេះមើលទៅស្អាតជាងមុនច្រើននៅក្នុងដំណើរការនៃការសម្អាតរបស់ហ៊ានរ៉ាគាត់តែងតែជីកប៉ះទាំងថ្មជាញឹកញាប់សំណាងល្អដែលគាត់មានយុគញូនិងដៃស្វែងមកជាមួយដែលអាចបំបែកវាជាដុំតូចបានយ៉ាងងាយស្រួលទាំងថ្មនីមួយសុទ្ធតែមានកម្រាស់10សង់ទីម៉ែត្រជាងនៅពេលក្រោយបើសិនជាយកវាមកធ្វើជាជញ្ជាំងពេលមានគ្រោះថ្នាក់មកដល់ច្បាស់ជាអាចទប់ទល់នឹងការវាយប្រហារពីមីស៊ីលបានទីបំផុតហានរ៉ាចំណាយពេលអស់3ថ្ងៃទើបអាចជីកបំបែកបានមួយគំនរធំនៅចំពោះមុខនេះដោយជោគជ័យហើយមុនពេលសាងសង់ជញ្ជាំងគាត់ត្រូវការដីឥដ្ឋមួយចំនួនដើម្បីធ្វើជាសារធាតុស្អិតហេតុនេះគាត់ក៏បានមកដល់ជម្រាលភ្នំក្បែរនោះដោយផ្ទាល់ហើយបានកាយយកសម្បុកកណ្ដៀរនៅទីនេះបន្ទាប់ពីជីកបានមួយការរំពេញរួចលាយជាមួយទឹកគោឲ្យសព្វនឹងទទួលបានសារធាតុស្អិតប្រចាំព្រៃជាក់ជាមិនខានគ្រាន់តែមើលពណ៌ក៏ដឹងថាវាមានភាពស្អិតខ្លាំងប៉ុណ្ណាដែរបន្ទាប់ពីហ៊ានរ៉ាដឹកជញ្ជូនវាមកដល់វិញរួមផ្សំជាមួយនឹងផ្ទាំងថ្មដែលប្រមូលបានពីមុនក៏ចាប់ផ្ដើមរៀបជញ្ជាំងឲ្យខ្ពស់បន្តិចម្ដងដំណើរការនេះក៏ត្រូវទុកចន្លោះសម្រាប់ធ្វើដុតផងដែរយ៉ាងណាមិញនៅក្នុងព្រៃទឹកភ្លៀងគឺមានសំណើមខ្លាំងណាស់គាត់មិនចង់កើតជំងឺរលាកសន្លាក់ទាំងនៅក្មេងបែបនេះទេបន្ទាប់ពីរៀបជញ្ជាំងបានកម្ពស់តាមដែលចង់បានហានរ៉ានៅតែបន្តប្រើប្រាស់ដីយ៉ាត់និងផ្ទាំងថ្មដើម្បីសាងសង់គ្រែដីនៅជ្រុងខាងដំបូងគាត់រៀបជាគ្រឹះស៊ុមមួយបន្ទាប់មកចាក់បំពេញថ្មបំបែកនៅខាងក្នុងគ្រាន់តែចាក់ដីពង្រាបដើម្បីបំពេញចន្លោះប្រហោងព្រមទាំងប្រើដីយ៉ាត់លាបពីលើផ្ទៃគ្រែសម្រាប់មនុស្សម្នាក់គេងនេះត្រូវបានចាត់ទុកថារួចរាល់ឥតខ្ចោះគេងពីលើធានាថាមិនធ្វើឲ្យឈឺចង្កេះឡើយនៅក្បែរគ្រែដីគាត់ថែមទាំងបានសាងសង់ជើងទុំមួយទៀតប៉ុន្តែដោយសារតែគ្មានឈើដែលមានទំហំស័ក្តិសមទើបធ្វើឲ្យគាត់ត្រូវសម្រេចចិត្តប្រើផ្ទាំងថ្មជំនួសក្តារទៅវិញទោះដែលធ្វើរួចនេះមើលទៅក៏មិនអាក្រក់ដែរហើយនៅក្នុងដំណើរការនៃការប្រមូលផ្ទាំងថ្មធ្វើឲ្យហានរ៉ាប្រទះឃើញដើមឈើដួលមួយដើមនៅខាងលិចចំពោះគ្រឿងសង្ហារឹមដែលមកដល់មុខបែបនេះគាត់ច្បាស់ជាមិនមើលរំលងទេបន្ទាប់ពីកាត់ផ្ដាច់វានៅចំកណ្ដាលរួចអាចដឹកត្រឡប់មកក្នុងផ្ទះវិញដើម្បីធ្វើជាកៅអីអង្គុយម្យ៉ាងទៀតនៅពេលក្រោយគ្រាន់តែខួងយកសាច់ខាងក្នុងចេញថែមទាំងអាចកែច្នៃវាទៅជាចង្ក្រានអាំងសាច់មួយទៀតផងដោយក្តីពេញចិត្តហានរ៉ាក៏យកសម្ភារៈដែលនៅសល់មករៀបជាបំពង់បញ្ចេញផ្សែងបច្ចេកទេសមួយនេះគ្រាន់តែមើលក៏ដឹងថាធំដឹងក្តីដោយសារការលេងដីដោយសារតែការចេញក្រៅលើកនេះគាត់មិនបានយកកម្រាលការពារសំណាមមកទេដូច្នេះគាត់បានទៅកាត់ដាំបោះនៅក្បែរនោះបន្ទាប់មកប្រើខ្សែដែលយកមកជាមួយចុងពួកវាបញ្ចូលគ្នាបានជាកន្ទេលមួយសម្រាប់ខ្លួនឯងរបស់ដែលធ្វើរួចនេះគេងទៅធានាថាមានផាសុកភាពជាចុងក្រោយហានរ៉ាទាញយកដំបងឈើមកដុតភ្លើងសម្ងួតនៅក្នុងល្ដុតដោយផ្ទាល់ឆ្លៀតឱកាសចុងកាហ្វេមួយពែងសម្រាប់ខ្លួនឯងដើម្បីបំពេញថាមពលបច្ចុប្បន្នផ្ទះថ្មីនៅមានចំណុចជាច្រើនទៀតដែលត្រូវកែលម្អហានរ៉ាសម្រាប់ចិត្តចាប់ផ្ដើមធ្វើពីកម្រាលឥដ្ឋជាមុនសិននៅតែបន្តប្រើប្រាស់ដីយ៉ាត់និងផ្ទាំងថ្មដែរប្រៀបដូចជាការក្រាលការរោបែបនោះដែរគាត់បានរៀបវាជុំវិញផ្ទៃដីទាំងមូលមួយជុំសូម្បីតែកម្មជណ្ដើរនៅខាងលើក៏គាត់មិនរំលងដែរធ្វើបែបនេះនៅពេលមានពេលនឹងមិនងាយប្រឡាក់ចូលមកក្នុងផ្ទះឡើយថែមទាំងមិនចាំបាច់បារម្ភពីបញ្ហាបាក់ស្រុតកម្មជណ្ដើរទៀតផងជំហានបន្ទាប់គឺត្រូវធ្វើទ្វារនិងបង្អួចឲ្យបានល្អហេតុនេះហ៊ានរ៉ាក៏បានមកកាន់ព្រៃម្ដងទៀតហើយបានកាប់រំលំដើមឈើជាច្រើននៅទីនេះឈើដែលដឹកមកដល់គាត់មិនទាន់ប្រញាប់ដំឡើងវាទេគឺគាត់យកពូថៅមកកាប់ធ្វើជារន្ធកន្លាក់សិនដើម្បីបំបែកវាឲ្យទៅជាឈើជ្រុងបន្តិចម្ដងទោះបីជាមានត្រឹមតែឧបករណ៍ធ្វើដោយដៃប៉ុន្តែសំណាងល្អដែលសាច់ឈើនេះមានសភាពទន់បន្តិចមិនយូរប៉ុន្មានក៏ចាត់ការឈើទាំងពីរដើមនៅចំពោះមុខនេះរួចរាល់ពេលនេះគ្រាន់តែត្រូវការចោះរន្ធនៅលើឈើមូលខាងក្រោមចំណែកពីរដើមទៀតធ្វើជាក្បាលដំណព្រមទាំងឆ្លាក់ជាបន្ទាត់បន្ទាប់ពីដំឡើងបញ្ចូលគ្នាវានឹងក្លាយជាស៊ុមទ្វារចំពោះទ្វារធំវិញហានរ៉ាជ្រើសរើសប្រើសម្បកឈើយ៉ាងណាមិញរបស់នេះមានពណ៌ល័ក្តបំពួនពីធម្មជាតិប៉ុន្តែបើចង់ឲ្យការបើកបិទទ្វារកាន់តែងាយស្រួលធម្មជាតិក៏មិនអាចខ្វះដៃទ្វារបានដែរគ្រឿងបរិក្ខារមួយនេះកាន់តែងាយស្រួលធ្វើទៅទៀតបន្ទាប់មកហានរ៉ាប្រើវិធីសាស្ត្រដូចនេះដើម្បីធ្វើជាបង្អួចបិទបើកមួយបន្ទាប់ពីគាត់ប្រើខ្សែចុងភ្ជាប់វារួចរាល់ពេលនេះបញ្ហាពន្លឺចេញចូលក៏ត្រូវបានដោះស្រាយគោលបំណងដើមនៃការសាងសង់ទីជម្រកគឺដើម្បីការពារការវាយប្រហារពីគ្រាប់មីស៊ីលដូច្នេះសម្ភារៈសម្រាប់ធ្វើដំបូលត្រូវតែរឹងមាំនិងក្រាស់ដំបូងគាត់យកឈើមូលមកកាត់20សង់ទីម៉ែត្រមកធ្វើជាគ្រឹះពីក្រោមបន្ទាប់មកគ្របដោយក្រណាត់កៅស៊ូការពារទឹកមួយស្រទាប់ចំណែកផ្ទាំងថ្មដែលគាត់បានជីកកាលពីមុននៅសល់ខ្លះពេលនេះល្មមអាចយកមកប្រើការបានហើយបន្ទាប់ពីហ៊ានរ៉ារៀបបានមួយជុំក៏យកដីលឿងមកចាក់បំពេញនៅចំកណ្ដាលធ្វើឲ្យពេលជន់ទៅកាន់តែមានភាពរឹងមាំល្អជាចុងក្រោយគឺប្រើប្រាស់ដើមឈើធំដែលបានកាប់រំលំអាចចេញជាបន្ទះឈើរាប់រយបន្ទះយកមកប្រើពីលើដំបូលធ្វើជាកម្រាលនេះមានរហូតដល់40ឬ50សង់ទីម៉ែត្រធានាថាមានសុវត្ថិភាពគ្រប់គ្រាន់ពេលសម្រាប់ធម្មតាថែមទាំងអាចឡើងទៅអង្គុយមើលទេសភាពនៅខាងលើបានទៀតផងពេលនេះទើបគាត់មានពេលគិតពីរឿងអាហារហានរ៉ាបានស្វែងរកនៅក្នុងព្រៃអស់ពេលកន្លះថ្ងៃទីបំផុតបានរកឃើញបន្លែព្រៃខ្លះនៅក្រោមដើមឈើព្រមទាំងផ្សិតដែលទើបតែដុះថ្មីទាំងនេះសុទ្ធតែជាអំណោយផលពីធម្មជាតិដើម្បីចម្អិនអាហារដ៏មានអាជីរស័ក្តិមរមៀននេះគាត់ក៏បានទាញយកមាន់មួយក្បាលតែចិញ្ចឹមលេងអស់រយៈពេល2ឆ្នាំកន្លះយកគ្រឿងសម្ងាត់ចូលក្នុងពោះដើម្បីបំបត្តិក្លិនឆ្អាបគ្រាន់តែត្រូវការប្រើក្រដាសអាលុយមីញ៉ុមខ្ចប់បិទជិតយកទៅដាក់អាំងក្នុងល្ដុតរងចាំរយៈពេល30នាទីក្រោយមកក៏អាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មួយពេលនេះដោយសារតែមាន់នេះរត់លេងហាត់ប្រាណជាប្រចាំសាច់របស់វាគឺហាប់ណែនជាងមាន់ធម្មតាឆ្ងាញ់ណាស់ហានរ៉ាឆ្ងាញ់ដល់ថ្នាក់ចង់ទំពាស៊ីទាំងឆ្អឹងអាហារដ៏ឈ្ងុយឆ្ងាញ់អមជាមួយនឹងល្ដុតដ៏ធំនៅក្នុងទីជម្រកដែលពោពេញដោយសុវត្ថិភាពមួយនេះយប់នេះគាត់ច្បាស់ជាអាចគេងលក់យ៉ាងស្កប់ស្កល់
តើនរណាទៅនឹកស្មានថានៅក្នុងព្រៃដែលពោពេញដោយគ្រោះថ្នាក់បុរសម្នាក់នេះបែរជាពឹងផ្អែកលើផ្ទាំងទំពាន់ឆ្នាំមួយនិងភ្លើងដ៏សន្ធោសន្ធៅមួយសាងសង់បានជាទីជម្រកជួយសង្គ្រោះជីវិតមួយដែលអាចជួយឲ្យគាត់រួចផុតពីការគំរាមកំហែងដល់អាយុជីវិតថ្ងៃមួយពេលហានរ៉ាចេញទៅដើរលេងគាត់ក៏ប្រទះឃើញដំឡូងពណ៌ស្វាយព្រៃមួយចំនួនដោយចៃដន្យគាត់ក៏ប្រញាប់បេះវាបន្តិចបន្តួចធ្វើឲ្យការបូបស្ពាយដែលធ្ងន់ស្រាប់ទៅជាពេញហៀបន្ទាប់មកក៏បន្តដំណើរទៅមុខមិនយូរប៉ុន្មានគាត់បានប្រទះឃើញនៅក្រោមជើងមានផ្ទាំងថ្មដ៏ធំមួយពេលចូលទៅជិតទើបដឹងថាផ្ទៃខាងក្នុងទូលាយណាស់គ្រាន់តែកម្ពស់ទាបបន្តិចបើសិនជាកែច្នៃបន្តិចបន្តួចច្បាស់ជាខ្លាយជាផ្ទះដ៏ល្អមួយមិនខានគិតដល់ចំណុចនេះហានរ៉ាក៏ទាញពូថៅចេញមកដំបូងគាត់សម្អាតកំទេចកំទីនៅក្នុងរូងព្រមទាំងវលដែលបាំងពន្លឺព្រះអាទិត្យចេញឲ្យអស់ធ្វើឲ្យផ្ទាំងថ្មនេះមើលទៅស្អាតជាងមុនច្រើនបន្ទាប់មកប្រើពូថៅនិងដែកស្វាយជីកពង្រីកនៅផ្នែកខាងក្រោមផ្ទាំងថ្មប៉ុន្តែថ្មនៅទីនេះរឹងពេកហានរ៉ាជីករហូតដល់ចុកដៃក៏នៅតែជីកមិនបានប៉ុន្មានដើម្បីអាចឆាប់បានចូលរស់នៅគាត់សម្រេចចិត្តបដូរទៅប្រើវិធីសាស្ត្រដែលលឿនជាងនេះនោះគឺការដុតភ្លើងដោយផ្ទាល់តែម្ដងនៅក្នុងព្រៃទឹកភ្លៀងអ្វីដែលមិនខ្វះនោះគឺឈើធ្វើឲ្យគាត់អាចប្រមូលឈើបានមួយគំនរយ៉ាងងាយស្រួលបន្ទាប់ពីគាត់យកឈើញាត់ចូលពេញក្នុងនោះទើបចាប់ផ្ដើមដុតភ្លើងនៅក្នុងរូងបន្ទាប់មកចាប់ផ្ដើមបង្ហាញពីសិល្បៈនៃអណ្ដាតភ្លើងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះប្រៀបបាននឹងលសថ្នាំទីបំផុតបន្ទាប់ពីដុតអស់រយៈពេល1ថ្ងៃថ្មកំបោរជាច្រើននៅខាងក្រោមក៏បានរបេះធ្លាក់លំខាងក្នុងក៏ធំជាងមុនច្រើនដងខ្លះទៀតគ្រាន់តែទាញតិចក៏របេះធ្លាក់មកដែរហានរ៉ាក៏សម្អាតផ្ទៃខាងក្នុងឲ្យស្អាតជាមុនសិនបន្ទាប់មកទៅជីកដីលឿងនៅមិនឆ្ងាយប៉ុន្មានគ្រាន់តែលាយជាមួយទឹកហើយកូរឲ្យសព្វនោះនឹងទទួលបានសារធាតុស្អិតដ៏ល្អបំផុតនៅក្នុងព្រៃដីសិតវៈដំបូងគាត់យកមកប្រើជាមួយថ្មដើម្បីរៀបល្អដុតយ៉ាងណាមិញនៅក្នុងព្រៃទឹកភ្លៀងគឺមានសំណើមខ្លាំងណាស់វិធានការការពារសំណើមត្រូវតែដាក់នៅលំដាប់ទី1បន្ទាប់ពីបញ្ចប់កិច្ចការនេះគាត់ទៅប្រើប្រាស់វត្ថុធាតុដើមដែលនៅសល់មករៀបធ្វើជាជញ្ជាំងនិងគ្រែគេងបន្តិចម្ដងគ្រាន់តែឃើញកម្រាស់នេះក៏ដឹងថាមានសុវត្ថិភាពខ្ពស់ដែរពេលដែលគាត់ដំឡើងស៊ុមទ្វាររួចរាល់លទ្ធផលសម្រេចគឺប្រហែលជាបែបនេះពេលនេះមិនដឹងថាគាត់ទៅរើសបានគោឈើធំមួយពីណាមកទេនេះគឺជាវត្ថុធាតុដើមដ៏ល្អសម្រាប់ធ្វើបំពង់ផ្សែងគ្រាន់តែខួងយកសាច់ខាងក្នុងចេញសម្អាតកំទេចកំទីនៅខាងក្នុងឲ្យស្អាតរួចលេបសារធាតុស្អិតមួយស្រទាប់លើផ្ទៃខាងក្រៅបន្ទាប់មកភ្ជាប់ជាមួយរន្ធបញ្ចេញផ្សែងទៅថ្ងៃមុខទោះបីជាភ្លើងធំប៉ុណ្ណាក៏មិនបារម្ភថាឆេះធ្លុះបំពង់ផ្សែងដែរដោយក្តីពេញចិត្តគាត់ក៏ដុតភ្លើងសាកល្បងមើលលទ្ធផលគឺពិតជាល្អខ្លាំងណាស់គាត់ស្វែងរកឫស្សីនៅខាងក្រោយដើម្បីធ្វើកម្រាលគាត់ក៏ប្រទះឃើញទំពាំងភ្នំជាច្រើនដោយចៃដន្យទាំងនេះសុទ្ធតែជាអាហារដែលធម្មជាតិប្រទានឲ្យគាត់បន្ទាប់ពីហ៊ានរ៉ាប្រមូលបានមួយបាច់ធំរួចរាល់គាត់អាវាជាកង់ឲ្យស្មើគ្នាបន្ទាប់មកយកមកក្រាលពេញផ្ទៃដីនិងគ្រែដីដ៏ត្រជាក់ធ្វើឲ្យផាសុកភាពនៃការរស់នៅកើនឡើងមួយកម្រិតធំចំណែកនៅសល់ខ្លះទៀតធម្មជាតិគឺត្រូវយកមកធ្វើជាទ្វារគ្រឿងបរិក្ខារមួយនេះគឺកាន់តែងាយស្រួលគ្រាន់តែប្រើខ្សែចងបញ្ចូលគ្នាជាការស្រេចទោះបីជាមើលទៅសុវត្ថិភាពមិនសូវខ្ពស់ប៉ុន្តែសម្រាប់ការពារពស់កណ្ដៀរនិងមូសគឺធានាថាមិនមានបញ្ហាទេជាចុងក្រោយគាត់យកទំពាំងទៅលាងសម្អាតនៅខាងលិចដាក់ចូលក្នុងឆ្នាំងដើម្បីស្ងោរពេលនេះដំឡូងស្វាយដែលបានអាំងមុននេះក៏ឆ្អិនល្មមរបស់នេះគឺសម្បូរទៅដោយកាបូអ៊ីដ្រាតដែលអាចជួយបំពេញថាមពលរាងកាយបានយ៉ាងល្អកុំនិយាយឡើយដល់ទំពាំងស្ងោរដែលមានទឹកជ្រលក់ជាគ្រឿងអមរសជាតិគឺពិតជាឆ្ងាញ់ឥតខ្ចោះបន្ទាប់ពីហូបចុកឆ្អែតគាត់គិតថានឹងសម្រាប់ឲ្យបានស្រួលប៉ុន្តែនឹកស្មានមិនដល់ស្រាប់តែសម្លេងចោយំបន្ទាប់មកក៏ប្រទះឃើញចុកមួយក្បាលកំពុងលូហើយនៅមុខទ្វារផ្ទះរបស់គាត់ដោយការភ្ញាក់ផ្អើលគាត់ក៏ប្រញាប់បង្កាត់ភ្លើងភ្លាមសំណាងល្អដែលផ្ទាំងថ្មយៈនេះផ្ដល់នូវសុវត្ថិភាពយ៉ាងពេញលេញគាត់អាចគេងលក់យ៉ាងស្ងប់ស្ងាត់បានអ្នកផ្សេងដែលរស់រានមានជីវិតក្នុងព្រៃគឺតែងតែអត់ឃ្លាន3ថ្ងៃ5 4ពេលប៉ុន្តែបុរសម្នាក់នេះបែរជាពឹងផ្អែកលើដើមឈើបុរាណអាយុកាល100ឆ្នាំមួយសាងសង់បានជាទីជម្រកប្រហោងដើមឈើទំហំជាង10ម៉ែត្រការ៉េនៅខាងក្នុងមិនត្រឹមតែមានគ្រឿងសង្ហារឹមពេញលេញទាំងក្នុងនិងក្រៅថែមទាំងបានក្រាលកម្រាលថ្មទៀតផងក្រោយមកថែមទាំងបានប្រើប្រាស់ឧបករណ៍ចាប់ត្រីធ្វើដោយផ្ទាល់ដៃប្រមូលបានអន្ទង់រាប់សិបក្បាលធ្វើឲ្យខ្លួនឯងអាចហូបសាច់ចង្កាក់អាំងសំបីតែនៅក្នុងព្រៃលើកមុនហានរ៉ាបានសាងសង់ទីជម្រកនៅក្រោមផ្ទាំងថ្មតាក់ទាញមនុស្សរាប់លានអ្នកឲ្យចូលទស្សនាប៉ុន្តែដោយសារតែមានបញ្ហាខ្លាំងលើការជ្រើសរើសទីតាំងឲ្យនៅពេលយប់មានហ្វូងចោរច្រើនពេកនៅជុំវិញដើម្បីគិតដល់សុវត្ថិភាពផ្ទាល់ខ្លួនហានរ៉ាសម្រេចចិត្តបោះបង់កន្លែងនេះចោលដើម្បីទៅសាងសង់ផ្ទះដែលមានសុវត្ថិភាពខ្ពស់ជាងនេះឡើងវិញគាត់បានដើរតាមដងអូររហូតទីបំផុតត្រូវបានរារាំងផ្លូវដោយដើមឈើដ៏ធំមួយនៅក្នុងព្រៃដ៏ក្រាស់ឃ្មឹកមានតែដើមឈើបុរាណមួយនេះទេដែលស័ក្តិសមបំផុតសម្រាប់ធ្វើជាផ្ទះហើយហ៊ានរ៉ាក៏គិតបែបនេះទើបគាត់ប្រញាប់ខាត់ដំបងឈើមួយភ្លាមសម្រាប់យកមកដំឡើងជាចបកាប់របស់គាត់ដើម្បីងាយស្រួលក្នុងការជីកពង្រីកជម្រៅដីនៅក្បែរមាត់អូគឺមានសភាពធូររលុងខ្លាំងមានតែឫសឈើទេដែលអាចបង្កើនការលំបាកដល់គាត់នៅមានធ្មប់ខ្លះដែលបានពីការជីកត្រូវបានគាត់យកមករៀបត្រួតលើគ្នាយ៉ាងមានសណ្ដាប់ធ្នាប់នៅពេលក្រោយពួកវានឹងមានប្រយោជន៍ច្រើនពេលនេះលំខាងក្នុងមើលទៅគឺធំទូលាយជាងមុនច្រើនជំហានបន្ទាប់គឺស្វែងរកដីយ៉ាត់ដើម្បីធ្វើលដុតប៉ុន្តែបច្ចុប្បន្ននៅខ្វះធុងសម្រាប់ដឹកជញ្ជូនហេតុនេះគាត់បានទៅកាត់វលិជាច្រើននៅក្បែរនោះបន្ទាប់ពីចិត្តសម្បកចេញដោយសាមញ្ញតាមបច្ចេកទេសត្បាញគាត់បានត្បាញវាខ្វែងគ្នាទៅមកដោយផ្ទាល់គ្រាន់តែធ្វើចុះឡើងរាប់មិនអស់និងទទួលបានកន្ត្រកដ៏រឹងមាំមួយដែលអាចដាក់អីវ៉ាន់បានច្រើនមែនទែនបន្ទាប់ពីធ្វើរួចគាត់បានទៅកាយសម្បុកកណ្ដៀរជាមុនសិនបន្ទាប់ពីជីកបានពេញពីកាបូបរួចចាក់ទឹកបញ្ចូលទៅក្នុងនោះកូរឲ្យសព្វនិងទទួលបានសារធាតុស្អិតសម្រាប់សាងសង់លដុតយ៉ាងណាមិញព្រៃទឹកភ្លៀងគឺមានសំណើមខ្លាំងគ្រប់រដូវកាលវិធានការការពារសំណើមគឺពិតជារឿងសំខាន់បំផុតហានរ៉ាពឹងផ្អែកត្រឹមតែធ្វើដៃដ៏ចំណានមួយគូនេះព្រមទាំងបទពិសោធន៍សាងសង់រយៈពេល2ឆ្នាំកន្លះស្នាដៃដែលធ្វើចេញមកគឺមិនចាញ់ក្រុមជាងសំណងតតែសោះបច្ចេកទេសនេះគឺអាចឲ្យបន្ទុកពេញតែម្ដងបន្ទាប់ពីរួចរាល់គាត់បានទៅប្រមូលឈើងាប់នៅក្បែរនោះដើម្បីយកមកបិទជញ្ជាំងទាំងអស់ទោះបីជាឈើនៅក្នុងព្រៃមានច្រើនប៉ុន្តែការស្វែងរកឈើដែលត្រង់ល្អគឺមិនងាយស្រួលទេហានរ៉ាចំណាយពេលជាង1ម៉ោងទើបអាចប្រមូលបានគ្រប់គ្រាន់បន្ទាប់មកក៏អាចយកដំបងឈើមកតម្រៀបពីលើក្នុងនាមជាផ្ទះមួយដែលធម្មជាតិប្រទានឲ្យគាត់ហានរ៉ារៀបចំបានយ៉ាងម៉ត់ចត់បំផុតយ៉ាងណាមិញដើមឈើបុរាណដ៏ប្លែកបែបនេះគឺមិនសូវមានទេសូម្បីតែជញ្ជាំងខាងក្នុងក៏គាត់បានតុបតែងវាព្រមគ្នាដែរធ្វើឲ្យរូបរាងខាងក្រៅមើលទៅស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ
ហានរ៉ាក៏ប្រញាប់រកអស់ស្ងួតមកភ្លាមបង្កាត់ភ្លើងនៅក្នុងលដុតតែផលសាកល្បងអាចឲ្យឃើញថាប្រព័ន្ធបញ្ចេញផ្សែងនេះដំណើរការបានល្អណាស់ទោះបីជាពេលនេះបញ្ហាកន្លែងស្នាក់នៅត្រូវបានដោះស្រាយប៉ុន្តែវិធីសាស្ត្រក្នុងការរកអាហារនៅមានកម្រិតហេតុនេះគាត់បានប្រមូលវេលាជាច្រើនមកម្ដងទៀតដោយប្រើប្រាស់បច្ចេកទេសត្បាញដូចដែលបាននិយាយមុននេះគាត់បានត្បាញវាខ្វែងគ្នាទៅមកបង្កើតបានជាលុកចាប់ត្រីមួយដើម្បីងាយស្រួលក្នុងការចាប់ចំណីធម្មជាតិក៏មិនអាចខ្វះមាត់លុកសម្រាប់ត្រីចូលបានដែរចំណែកឯនុយវិញគាត់ជ្រើសរើសយកចន្លេងនៅក្បែរមាត់អូបន្ទាប់មកបោះវាចូលទៅក្នុងអូដោយភាពជឿជាក់រឿងបន្ទាប់គឺទុកឲ្យព្រំលិខិតជាអ្នកកំណត់ពេលត្រឡប់មកវិញគាត់បានរើសប៉ះមែកឈើមួយដោយចៃដន្យនេះគឺជាវត្ថុធាតុដើមដ៏ល្អសម្រាប់ធ្វើទ្វារធំបន្ទាប់ពីហ៊ានរ៉ាដឹកវាត្រឡប់មកវិញដំបូងគាត់ប្រើខ្សែចុងសងខាងឲ្យជាប់បន្ទាប់មកដោតឈើមួយពីរដើមចូលដើម្បីតម្រង់ទេសមានសុំទ្វារហើយវាក៏ងាយស្រួលឲ្យគាត់សាងសង់ជញ្ជាំងដែរដំណើរការមួយនេះគឺកាន់តែងាយស្រួលទៅទៀតគ្រាន់តែរៀបដំបងឈើតាមលំដាប់លំដោយហើយប៉ាតដេកចាត់បំពេញតាមចន្លោះប្រហោងពណ៌បែបធម្មជាតិនេះមើលទៅក៏ស័ក្តិសមឥតខ្ចោះជាមួយដើមឈើបុរាណដែរដោយពិចារណាថាអាកាសធាតុក្នុងព្រៃទឹកភ្លៀងតែងតែប្រែប្រួលពិបាកដើម្បីការពារពេលជន់ទៅកុំឲ្យប្រឡាក់ជើងពេញដោយដេកខ្សាច់គាត់ថែមទាំងបានក្រាលថ្មជាច្រើនដុំធ្វើជាការ៉ូសិតដើម្បីបង្កើនផាសុកភាពក្នុងការរស់នៅឲ្យបានជាអតិបរមាទីធ្លាខាងក្រៅក៏ត្រូវបានធ្វើដោយវិធីសាស្ត្រដូចគ្នាដែរទោះបីជាពេលក្រាលគឺរៀងចុករួចចង្កេះបន្តិចប៉ុន្តែស្នាដៃសម្រាប់នេះសម្រាប់គាត់គឺពិតជាស័ក្តិសមណាស់ពេលនេះគឺនៅខ្វះតែទ្វារធំទេដែលមិនទាន់រួចរាល់ហានរ៉ាក៏ទាញយកឫស្សីនិងវិលមកដោយផ្ទាល់ដំបូងគាត់ប្រើពូថៅពុះវាជាបន្ទះឫស្សីបន្ទាប់មកប្រើវិលចុងរុំព័ទ្ធជុំវិញដើម្បីទទួលបានបន្ទះទ្វារមួយដែលមើលទៅស្រដៀងនឹងចង្អេរអូហូអស្ចារ្យមែនអូហូអស្ចារ្យមែនសុវត្ថិភាពបែបនេះតើមិនខ្លាចសត្វព្រៃចូលទេសំណាងល្អដែលហានរ៉ាមិនបានគិតច្រើនបែបនេះទេគាត់ប្រញាប់ទៅមាត់អូដើម្បីពិនិត្យមើលអន្ទង់គាត់បានដាក់អន្ទង់សរុបចំនួន3កន្លែងក្រៅពីលើកទី1ដែលចាប់បានអន្ទង់ធំពីរ3ក្បាលក្រៅពីនោះគឺទេស្អាតតែម្ដងអាហារដែលប្រមូលបានលើកនេះបន្ទាប់ពីគាត់លាងសម្អាតវានៅមាត់អូរួចក៏យកដំបងឈើមកដោតចង្កាក់ផ្ទាល់តែម្ដងបន្ទាប់មកបន្ថែមភ្លើងក្នុងលដុតឲ្យខ្លាំងដាក់អាំងផ្ទាល់នៅលើភ្លើងពាក់កណ្ដាលចំណែកពាក់កណ្ដាលទៀតដាក់នៅមាត់បំពង់ផ្សែងដើម្បីឆ្អើរធ្វើបែបនេះនៅថ្ងៃបន្ទាប់នឹងបានហូបអន្ទង់ចំណែកឯអាហារចម្បងថ្ងៃនេះគឺជាដំឡូងដែលគាត់ជីកបាននៅក្នុងព្រៃកាបូអ៊ីដ្រាតដ៏សម្បូរបែបអាចជួយបំពេញថាមពលបានយ៉ាងល្អហានរ៉ាក៏មិនទុកវាឲ្យសល់ដែរហូបតតែអស់រួចក្រៅថងដេកគេងនៅលើដេកតតែម្ដងទីជម្រកដែលពោពេញដោយសុវត្ថិភាពមួយនេះរួមផ្សំជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ជីវិតបែបនេះនរណាឃើញហើយមិនចំណាយនោះថ្ងៃបន្ទាប់ពេលងើបឡើងហានរ៉ាក៏យកអន្ទង់ចេញពីលដុតគ្រាន់តែឃើញពណ៌ក៏ដឹងថាចូលចិត្តល្អដែរចុងក្រោយគាត់អង្គុយនៅមុខទ្វារទទួលទានអំណោយផលពីធម្មជាតិនេះតតែអស់នៅពេលដែលអ្នកដទៃត្រូវអត់ឃ្លានក្នុងព្រៃបុរសម្នាក់នេះបែរជាចូលទៅក្នុងព្រៃតែម្នាក់ឯងកែច្នៃដើមឈើបុរាណពាន់ឆ្នាំពីដើមដោយផ្ទាល់ដៃសាងសង់បានជាផ្ទះរោងដើមឈើទំហំរាប់សិបម៉ែត្រការ៉េនៅខាងក្នុងមិនត្រឹមតែក្រាលកម្រាលធ្ងន់នោះទេខាងក្រៅថែមទាំងមានទីធ្លាទំហំរាប់សិបម៉ែត្រការ៉េទៀតផងក្រោយមកថែមទាំងប្រើប្រាស់សន្ទូចធ្វើដោយខ្លួនឯងចាប់បានត្រីសាច់ច្រើនសន្ធឹកសន្ធាប់នេះពិតជាបង្ហាញយ៉ាងច្បាស់ពីជីវិតរស់រានដ៏កំពូលនៅក្នុងព្រៃហានរ៉ាដើម្បីចង់ទទួលបទពិសោធន៍រស់នៅក្នុងព្រៃបានលាឈប់ពីការងារជាសន្តិសុខដ៏មានតម្លៃរបស់ខ្លួនដោយមិនស្ដាយក្រោយខណៈពេលដែលគាត់កំពុងស្វែងរកកន្លែងស្នាក់នៅដ៏ស័ក្តិសមគាត់ក៏ប្រទះឃើញដើមឈើបុរាណពាន់ឆ្នាំពីដើមដោយចៃដន្យទីតាំងនៅកណ្ដាលដែលហ៊ុំព័ទ្ធដោយដើមឈើនេះគឺមានសុវត្ថិភាពខ្លាំងណាស់បើសិនជាមានការកែច្នៃច្បាស់ជាខ្លាចជាផ្ទះដ៏គួរឲ្យចង់រស់នៅដល់ចំណុចនេះគាត់ក៏ព្យួរកាបូបស្ពីភ្លាមកែសម្អាតស្លឹកឈើស្ងួតនិងស្មៅនៅលើដីឲ្យស្អាតជាការពិតណាស់មែកឈើនៅខាងលើក៏មិនអាចមើលរំលងបានដែរដើម្បីអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យអាចជិះចូលមកក្នុងផ្ទះដែលហានរ៉ាកំពុងចាក់ដីពង្រាគាត់ក៏ប្រទះឃើញមានរន្ធមួយនៅក្នុងគល់ឈើនេះមិនរឹតតែលយទេអីសូម្បីតែជំហាននៃការធ្វើបង្អួចក៏ត្រូវបានសន្សំសំចៃដែររហូតដល់ចុងក្រោយគាត់ជិះកម្មចិន្តានៅមុខទ្វាររួចរាល់ទើបចាប់ផ្ដើមធ្វើគ្រឿងសង្ហារឹមនៅផ្នែកម្ខាងទៀតរដូវទាំង4នៅក្នុងព្រៃទឹកភ្លៀងគឺមានសំណើមខ្លាំងណាស់ដូច្នេះគ្រឿងបរិក្ខារដំបូងដែលហានរ៉ាសាងសង់គឺលដុតគាត់បានជីកជាទម្រង់គ្រឹះជាមុនសិនបន្ទាប់មកវាស់វែងពីខាងលើចោះរន្ធបញ្ចេញផ្សែងឲ្យឃ្លីដល់គ្នាទាំងលើនិងក្រោមចាំបាច់សាកល្បងក៏ដឹងគ្រាន់តែឃើញយោចនាសម្ព័ន្ធនេះក៏ដឹងថាភ្លើងឆេះខ្លាំងដែរដោយសារតែខ្វះខាតសម្ភារៈសម្រាប់ធ្វើបំពង់ផ្សែងទើបហានរ៉ាសម្រេចចិត្តប្រើគល់ឈើជំនួសវិញគាត់មើលតែមួយផ្លែតក៏ដឹងថាដើមឈើនេះប្រហោងក្នុងហើយលទ្ធផលក៏មិនខុសពីការគិតរបស់គាត់ដែរបន្ទាប់ពីសម្អាតកំទេចកំទីខាងក្នុងរួចរាល់ក៏យកទឹកភ្ជាប់ដោយផ្ទាល់ជាមួយរន្ធបញ្ចេញផ្សែងរួចយកដីឥដ្ឋមកបិទជិតចន្លោះប្រហោងចំណែកចង្ក្រាននៅខាងក្រោមក៏ត្រូវបានគាត់ច្នៃជារាងដូចចង្ក្រានប្រើប្រាស់តាមផ្ទះធម្មតាធ្វើឲ្យប្រព័ន្ធបញ្ចេញផ្សែងកាន់តែមានប្រសិទ្ធភាពខ្ពស់ដោយក្តីពេញចិត្តគាត់ក៏រកអស់មកភ្លាមបង្កាត់ភ្លើងខាងក្នុងដើម្បីសម្ងួតដីអែតឈៀបពេលដាំទឹកក្តៅមួយប៉ាន់សម្រាប់កម្ដៅរាងកាយបន្ទាប់ពីបន្ថែមថាមពលបន្តិចបន្តួចរួចរាល់ហានរ៉ាបន្តទៅកាប់ឈើមូលនៅក្បែរនោះទៀតបន្ទាប់មកចាត់ការឈើជ្រុងពីរបីដើមកាប់ធ្វើជារន្ធកន្លាក់នៅចំកណ្ដាលគ្រាន់តែយកវាមកតម្រួតបញ្ចូលគ្នារួចប្រើខ្សែចងភ្ជាប់ឲ្យបានរឹងមាំក៏ទទួលបានតុការងារដ៏សាមញ្ញមួយនៅពេលដែលមានទុននេះហើយគាត់កាន់តែងាយស្រួលក្នុងការប្រើណាដើម្បីអាចឈើមូលជាកង់តូចព្រមទាំងអាចជាបន្ទះក្តារបានយ៉ាងស្រួលភាពស្មើគ្នានៃបន្ទះឈើនេះមើលទៅមិនខុសពីឈើទិញនោះទេដោយសារតែឈើជ្រុងទាំងនេះគាត់ត្រូវយកមកធ្វើជាស៊ុមទ្វារដូច្នេះនៅត្រូវចោះរន្ធកន្លាក់នៅចុងសងខាងទៀតចំណែកឈើជ្រុងផ្សេងទៀតត្រូវបានចិតធ្វើជាក្បាលដំណធ្វើបែបនេះនៅពេលដំឡើងបញ្ចូលគ្នាវាអាចធានាថាឈើមិនមានការរង្គើឡើយបន្ទាប់ពីបានស៊ុំគ្រឹះរួចរាល់ហានរ៉ាបានឃុំគោឈើមួយទៀតក្នុងគោលបំណងដើម្បីលាយដីឥដ្ឋនៅក្នុងនោះរួមផ្សំជាមួយនឹងឈើខ្លីដែលគាត់បានអាពីមុនយកមកបិទធ្វើជាជញ្ជាំងកម្រាស់ប៉ុណ្ណេះគឺធានាថាមានភាពកក់ក្ដៅនិងរឹងមាំពេលបន្តរៀបជញ្ជាំងឲ្យកាន់តែខ្ពស់គាត់ថែមទាំងបានប្រើគល់ឈើប្រហោងធ្វើជាបង្អួតខ្យល់ធ្វើឲ្យទីជម្រកនេះមានពន្លឺចូលកាន់តែខ្លាំងមិនយូរប៉ុន្មានហានរ៉ាក៏រៀបបានមួយចំហៀងមើលទៅពិតជាមានភាពស្រស់ស្អាតណាស់ដោយសារដំបងឈើនៅបង្អួតចំហៀងបាំងពន្លឺហានរ៉ាក៏មិនស្ទាក់ស្ទើរក្នុងការអាវាចោលគ្រាន់តែបិទចន្លោះប្រហោងឲ្យជិតមូសនិងសត្វល្អិតពីខាងក្រៅគឺពិបាកនឹងហើរចូលណាស់ហើយដើម្បីផាសុកភាពក្នុងការរស់នៅគាត់បានរកដំបងឈើមកបន្ថែមទៀតដើម្បីសាងសង់គ្រែនៅក្នុងទីជម្រកបន្ទាប់មកយល់សីមកក្រាលពីលើធ្វើជាពូកភ្នែករបស់ហានរ៉ាគឺច្បាស់ជាងបន្ទាត់ទៅទៀតប្រវែងបំពង់ឫស្សីទាំងអស់គឺគ្មានល្អៀងសំបីបន្តិចដោយសារតែវាពិតជាស្រួលខ្លាំងពេកហានរ៉ាបានគេងលក់រហូតដល់ព្រឹក
ថ្ងៃបន្ទាប់ទើបនឹកឃើញថានៅមានកិច្ចការមិនទាន់រួចរាល់ដំបូងគាត់យកឈើមូលពី3ដើមមកដាក់លើដំបូលធ្វើជាថ្នាំបន្ទាប់មកប្រមូលបន្ទះឫស្សីជាច្រើនយកមកដំភ្ជាប់នឹងថ្នាំធ្វើជារនូដោយមានទំនុកចិត្តលើបច្ចេកទេសសាងសង់របស់ខ្លួនគាត់មិនបានជ្រើសរើសក្រៅទាំងការពារទឹកទេផ្ទុយទៅវិញគាត់បានចូលព្រៃទៅកាប់គល់ឈើគ្រាន់តែពុះវាជា4ចំណែកតាមសមាមាត្របន្ទាប់មកចិត្តសាច់ឈើពុកផុយនៅកណ្ដាលចេញនោះនឹងទទួលបានក្បឿងឈើដ៏ល្អឥតខ្ចោះស្ថិរភាពរបស់វាគឺល្អជាងទាំងការពារទឹកឆ្ងាយណាស់ថែមទាំងមិនចាំបាច់ផ្លាស់ប្ដូរជាប្រចាំទៀតផងអ្វីដែលគួរឲ្យកត់សម្គាល់គឺបច្ចេកទេសនៃការក្រាលហាន់រ៉ាប្រើវិធីសង្កត់តម្រួតលើគ្នាពីលើចុះក្រោមធ្វើបែបនេះអាចការពារការដកទឹកភ្លៀងបានយ៉ាងមានប្រសិទ្ធភាពពេលនេះទីជម្រកគឺនៅខ្វះតែទ្វារធំប៉ុណ្ណោះហាន់រ៉ាក៏មិនបណ្ដោយឲ្យខ្លួនឯងខ្ជិលដែរគាត់ប្រញាប់យកបន្ទះឈើមកតម្រៀបជាក្តារបន្ទាប់មកយកវាទៅផ្ទឹមមើលទំហំបន្ទាប់ពីអាវផ្នែកដែលលើសនៅខាងលើចេញទ្វារឈើសុទ្ធមួយត្រូវបានចាត់ទុកថារួចរាល់ចំណែកឯការធ្វើត្រចៀកទ្វារវិធីដែលហាន់រ៉ាប្រើគឺពិតជាឆ្លាតវៃណាស់ជឿថាអ្នកទាំងអស់គ្នាគ្រាន់តែមើលក៏ចេះដែរប្រហែលជាគ្មានអ្នកណាមើលមិនយល់ទេដឹងអ្នកដែលចេះហើយសូមចុចលេខ1អ្នកដែលមិនទាន់ចេះសូមខំប្រឹងមើលបន្តិចចុងក្រោយហាន់រ៉ាប្រើថង់ប្លាស្ទិកជំនួសកញ្ចក់ទើបទីជម្រកនេះត្រូវបានបញ្ចប់ជាស្ថាពររូបរាងខាងក្រៅមើលទៅពោពេញដោយសុវត្ថិភាពក្រោយពីមានញឹកអស់រយៈពេលប៉ុន្មានថ្ងៃទីបំផុតគាត់មានពេលញ៉ាំអាហារយ៉ាងស្រួលបួលហើយបន្ទាប់ពីហាន់គ្រឿងផ្សំទាំងអស់ជាដុំរួចគាត់ក៏យកវាទៅឆានៅក្នុងរដុបតតែម្ដងសម្លឆាគោពេញប៉ោះនេះគឺជាអាហារដ៏ប្រណិតបំផុតបន្ទាប់ពីហាន់រ៉ារោយគ្រឿងទេសជាច្រើនរួចគាត់ក៏ឃុំយកសាច់ល្ពៅមួយចំហៀងចេញរួចដួសសាច់គោដែលឆារួចដាក់ចូលហើយខ្ចប់ដោយស្លឹកឈូកលាបដីឥដ្ឋពីក្រៅរួចយកទៅដុតក្នុងជាលើកទី2ម៉ោងក្រោយមកសាច់គោពេញប៉ោះដុតក្នុងត្រូវបានចម្អិនឆ្អិនយ៉ាងល្អរសជាតិនៃអាហារមួយនេះខ្ញុំពិតជាពិបាកនឹងស្រមៃណាស់ប៉ុន្តែហាន់រ៉ាបែរជាពេញចិត្តយ៉ាងខ្លាំងសូម្បីតែទឹកសមុទ្រក៏គាត់លិតតតែអស់ដែរបន្ទាប់ពីគាត់ហូបអាហារមួយពេលនេះរួចគាត់ក៏បិទទ្វារត្រៀមខ្លួនចូលសម្រាកនៅខាងក្នុងមានទាំងគ្រែនិងល្ដុតយប់នេះច្បាស់ជាអាចគេងលក់យ៉ាងស្កប់ស្កល់ថ្ងៃថ្មីចូលមកដល់ជាមួយនឹងភ្លៀងយ៉ាងខ្លាំងធ្វើឲ្យព្រៃទាំងមូលមានសភាពសើមជាងមុនសំណាងល្អដែលដំបូលផ្ទះរបស់គាត់មិនមានបញ្ហាឡើយបន្ទាប់ពីហាន់រ៉ាភ្ញាក់ពីព្រលឹមគាត់មានអារម្មណ៍ថាកន្លែងទំនេរនៅមុខទ្វារទុកចោលគឺគួរឲ្យស្ដាយដូច្នេះគាត់ក៏ប្រញាប់ទាញប៉ែមកភ្លាមដើម្បីកែច្នៃកន្លែងនេះទៅជាទីធ្លាដ៏ល្អឥតខ្ចោះដំបូងគាត់ជីកវាធ្វើជាថ្នាក់ប្រើប្រាស់ស្មៅស្ងួតមកលាយជាមួយដីយ៉ាបន្ទាប់មកយកវាមករៀបតាមរបាំងឈើឲ្យខួរបន្តិចម្ដងដោយសារតែនៅជុំវិញសម្បូរទៅដោយឈើតែកន្លះថ្ងៃប៉ុណ្ណោះហាន់រ៉ាអាចរៀបរបាំងបានកម្ពស់ត្រឹមចង្កេះមើលទៅមានភាពរឹងមាំនិងមានសណ្ដាប់ធ្នាប់ល្អម្យ៉ាងទៀតគ្រាន់តែចាក់ដីបំពេញនៅខាងក្នុងបន្ទាប់ពីចាក់ដីពង្រាបយ៉ាងសាមញ្ញរួចផ្ទៃដីប្រើប្រាស់ទាំងមូលក៏កើនឡើងពាក់កណ្ដាលភ្លាមជំហានបន្ទាប់គឺស្វែងរកឈើមូលមកធ្វើជារបាំងហេតុនេះហាន់រ៉ាក៏កាន់រណាដើរចូលទៅក្នុងព្រៃកាប់រំលំដើមឈើធំដែលវាចមួយដើមនៅទីនោះបន្ទាប់ពីដឹកជញ្ជូនវាមកយ៉ាងលំបាកគាត់ក៏កាត់វាជាកង់បន្ទាប់មកដំភ្ជាប់នឹងរបាំងដីធ្វើជារបងទាំងប៉ុណ្ណេះគឺគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងសត្វព្រៃយ៉ាងទៀតនៅពេលដែលមានរបាំងការពារហើយទោះបីជាងើបនំនៅពេលយប់ក៏មិនចាំបាច់បារម្ភថាជើងធ្លាក់ចុះទៅក្រោមដែរបន្ទាប់ពីរួចរាល់គាត់បានទៅមាត់អូរដើម្បីប្រមូលគ្រូថ្មដើម្បីយកមកក្រាលកម្រាលឥដ្ឋឲ្យស្រស់ស្អាតទោះបីជានៅទីនេះមានថ្មច្រើនក៏ដោយប៉ុន្តែការស្វែងរកទាំងថ្មរៀបស្មើគឺមិនងាយស្រួលទេហាន់រ៉ាចំណាយពេលអស់2ម៉ោងកន្លះទើបប្រមូលបានគ្រប់គ្រាន់បន្ទាប់មកក៏អាចយកថ្មមកក្រាលពីលើបានក្នុងនាមជាផ្ទះមួយដែលធម្មជាតិប្រទានឲ្យគាត់ហាន់រ៉ាក្រាលវាយ៉ាងយកចិត្តទុកដាក់បំផុតយ៉ាងណាមិញយោជនាសម្ព័ន្ធដ៏ប្លែកបែបនេះគឺមិនសូវមានទេសូម្បីតែទីធ្លាខាងក្រៅក៏គាត់មិនរំលងដែរដើម្បីបង្កើនផាសុកភាពក្នុងការរស់នៅឲ្យបានជាអត្ថបរមាពេលនេះគ្រាន់តែរងចាំឲ្យដីឥដ្ឋតាមចន្លោះប្រហោងស្ងួតផ្ទៃដីទាំងមូលនឹងប្រែជាមានសណ្ដាប់ធ្នាប់ជាងមុនឆ្ងាយណាស់បន្ទាប់ពីហាន់រ៉ាកគុណស្នាដៃរបស់ខ្លួនបន្តិចរួចក៏ទៅជញ្ជូនបន្ទះឈើមួយចំនួនពីកន្លែងមិនឆ្ងាយប៉ុន្មានដំបូងប្រើណាអាគូជាបន្ទាត់បន្ទាប់មកប្រើពូថៅកាប់ធ្វើជាក្បាលដំណចំណែកម្ខាងទៀតចោះជារុនកន្លាក់ធ្វើបែបនេះពេលដំឡើងវាបញ្ចូលគ្នាទោះបីជាមិនបានប្រើដែកគោដុំក៏ដោយស្នាដៃសម្រាប់នេះក៏មានភាពរឹងមាំគ្រប់គ្រាន់ដែរមានតែញ៉ាំបាយហើយធម្មជាតិក៏ត្រូវមានកៅអីមួយដែរឯការធ្វើវាគឺកាន់តែងាយស្រួលអង្គុយនៅទីនេះមិនថាញ៉ាំបាយឬក៏មើលទេសភាពគឺសុទ្ធតែល្អអស្ចារ្យហើយហាន់រ៉ាក៏គិតបែបនេះដែរគាត់ប្រញាប់យកស៊ុតនិងចំណីមកភ្លាមសម្រាប់ចិត្តលីនុយសន្ទូចបន្តិចបន្តួចសម្រាប់ចាប់យកអាហារពេលល្ងាចថ្ងៃនេះដោយសាររបត់ពិសោធន៍ស្ទូចត្រីជាច្រើនឆ្នាំហាន់រ៉ាគ្រាន់តែមើលទីតាំងក៏ដឹងថាសម្បូរត្រីដែរដូច្នេះគាត់ក៏បោះសន្ទូចសាកល្បងមើលភ្លាមហើយលទ្ធផលក៏មិនខុសពីការរំពឹងទុករបស់គាត់មែនមើលតាមទំហំយ៉ាងហោចណាស់ក៏លូតលាស់បាន2ខែកន្លះដែរប៉ុន្តែគឺគ្រប់គ្រាន់សម្រាប់ឲ្យគាត់ហូបឆ្អែតមួយពេលហើយត្រីដែលចាប់បានត្រូវបានគាត់យកទៅធ្វើឲ្យស្អាតយ៉ាងបន្ទាប់មកគូសស៊ុតមួយគ្រាប់ដាក់ចូលព្រមទាំងប្រឡាក់ម្សៅពីក្រៅដាក់ចូលក្នុងខ្ទះបំពងផ្ទាល់តែម្ដងស្នាដៃចម្អិនរបស់ហាន់រ៉ាគឺពិតជាមិនអន់ទេត្រីអណ្ដែងបំពងនេះគឺស្រួយក្រៅទន់ក្នុងឆ្ងាញ់ណាស់ទីជម្រកដែលពោពេញដោយសុវត្ថិភាពមួយនេះរួមផ្សំជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ជីវិតបែបនេះនរណាឃើញហើយមិនច្រណែននោះទោះបីជាមានតែខ្លួនឯងម្នាក់ឯងក៏ដោយក៏ហាន់រ៉ានៅតែអង្គុយលេងរហូតដល់មេឃញ៉ាទើបត្រឡប់ចូលទៅសម្រាកក្នុងរោនដើមឈើទាំងអាឡ័យ